ឃើញបងប្អូនចូលចិត្តមើលខ្ញុំ review សភៅខ្ញុំតាមបានមើលវីដេអូខ្លួនឯងផុសណាអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងមក review សភៅ2ក្បាលទៀតដែលខ្ញុំលក់មកយូរឆ្នាំដូចគ្នាសភៅនេះគឺលីបប្រោអញ្ចឹងបងប៉ុន្តែនេះកន្លែងនេះកន្លែងទំព័រគេមួយហ្នឹងពីមុខហ្នឹងឬពីប៉តសម្រាប់ពីប៉តខ្ញុំចង់ចាប់មកប្រភេទខ្លះឬពីប៉តរៀងខ្លាំងពីប៉តប្រភេទខ្លះឬពីប៉តរៀងតិចដោយសារអីវាខុសគ្នាបងវានៅក្នុងកណាត់ណាអញ្ចឹងសលេងវាប្រកាសជាត្រូវបានប្លុកដោយកណាត់តិចតួចទេវាតែតែចង់ឲ្យមិនមែនតែបានខូចទេបានខូចដាក់គ្នាតោះឥឡូវយើងចូលទៅខាងក្នុងហ្មងអញ្ចឹងសភៅនេះគេនិយាយអំពី my first black and white faces អញ្ចឹងសភៅនេះសភៅ first book របស់គេ black and white ប៉ុន្តែបងខ្ញុំចង់ឲ្យបងមើលថាតើសភៅហ្នឹងមិនដែរខាងក្នុងគឺអត់សខ្មៅសុទ្ធទេសខ្មៅហើយមានរំលេចពណ៌នៅក្នុងហ្នឹងទៀតហើយអ្វីដែលខ្ញុំចូលចិត្តភាពលម្អិតរបស់គេធ្វើបងគេមិនត្រឹមតែដាក់រូបភាពទេណាគេដាក់ pattern មកទៀតមានអុចមានកលាមានឆ្នោតនិយាយរូបទៅស្អាតមែនតើអញ្ចឹងបើខ្ញុំលក់មកយូរឆ្នាំមែនតើអញ្ចឹងប្រភេទដំបូងនេះយើងទៅខាងក្នុងជាមួយគ្នាអញ្ចឹងគេរៀនពីផ្នែកខ្លះនៃរាងកាយបងផ្នែកខ្លះនៃរាងកាយមិនរៀនទាំងអស់ទេដោយសារទំព័រមាន8ទំព័រអញ្ចឹងគឺរៀនផ្នែកណាដែរគេហៅថា basic ទូទៅសាមញ្ញមានរៀនពីច្រមុះមានរៀនពីមាត់ពីអីអញ្ចឹងណាបងចាំមើលតិចខ្ញុំទៅ detail ខាងនេះឲ្យទៀតមានរៀនពីតិចភ្នែកមានរៀនពីសក់ពីចកាអីអញ្ចឹងទៅពីថ្ពាល់អីអញ្ចឹងទៅអញ្ចឹងបង complete ណាមកមើលគៀកមកខ្ញុំតែខ្ញុំពេកអាចខ្មែរហើយសភៅខ្មែរទៅចង់កង់គ្នាហ្នឹងគឺស្លឹកសភៅនេះអត់ស្ដើងទេស្លឹកសភៅនេះគឺគេមានទ្រាប់ស្លៃច្រើនជាន់មែនតើនៅខាងក្នុងចាអញ្ចឹងអត់ស្ដើងទេហើយនៅគៀននេះគេ date tag ទៀតបង tag នេះគឺគេមានបរិញ្ញាពណ៌មានបរិញ្ញាពី pattern មានអុចមានការ៉ូមានវងមានវិលអីគឺស្អាតមែនតើអញ្ចឹងយើងទៅមួយក្បាលទៀតមួយក្បាលនេះគេនិយាយអំពី my first black and white book babies អញ្ចឹងសភៅនេះគឺគេនិយាយអំពីសកម្មភាពរបស់កូនង៉ែសភៅនេះអត់មានបែងចែកកូនប្រុសកូនស្រីទេបងអញ្ចឹងយើងទៅខាងក្នុងមួយគ្នាឃើញបងគេធ្វើជាវងមកផុសរូបអូយខ្ញុំស្រឡាញ់មែនតើអញ្ចឹងបងនេះគេនិយាយអំពីថាសកម្មភាពក្មេងលេងរបៀបម៉េច baby ពងលេងកូនង៉ែពងលេងរបៀបម៉េចកូនង៉ែសบายរបៀបម៉េចហួចទឹករបៀបម៉េចអីរបៀបម៉េចអញ្ចឹងទៅគឺខ្ជូតមែនតើស្រឡាញ់ខ្លាំងណាស់ហើយប្រភេទហ្នឹងអត់ខុសគ្នាពីប្រភេទសភៅមិញទីគឺគេធ្វើ day tag ចេញមកមានពណ៌មានអីរំលេចមាន pattern មានអីចឹងអញ្ចឹងពីរហ្នឹងបងចង់បានមកក្បាលក៏អត់ស្ទួនគ្នាដែរត្បិតតែរូបរាងវាចឹងមិនតែវាអត់ស្ទួនគ្នាណាកុំច្រឡំមកអញ្ចឹងលឺប្រអញ្ចឹងហើយបើនិយាយពីស្លឹកគឺស្អាតដូចសភៅមិញអញ្ចឹងគឺស្លឹកគេក្រាស់ល្អហើយគេមានគេហៅថាស្លៃច្រើនជាន់នៅក្នុងហ្នឹងអត់ស្ដៅទេហ្មងអូយនិយាយទៅតែទៅបងអត់ខកលុយទេមួយតែ5រៀល5កាយណា